ថ្ងៃនេះនេះខ្ញុំចង់មកចែករំលែកពីការឡើងជាតិស្ករនៅពេលយើងមានទម្ងន់នោះបងប្អូនគឺយើងកើតទឹកនោមផ្អែមនៅពេលទម្ងន់ហើយពេលដំបូងនេះខ្ញុំអត់ដឹងពីរបបអាហារញ៉ាំណាគឺថាញ៉ាំទៅលើសរហូតបងប្អូនញ៉ាំតិចហើយលើសទៀតឥឡូវនេះខ្ញុំដូរការញ៉ាំអាហារគឺនេះខ្ញុំញ៉ាំបន្លែមុនចាយើងញ៉ាំបន្លែមុនហើយបន្ទាប់មកបានយើងញ៉ាំជាមួយនឹងសាច់ហើយបាយនេះខ្ញុំញ៉ាំតែ3 សភាទៅ5 សភាឯងហើយបន្ទាប់មកពេលដែលយើងញ៉ាំហ្នឹងបងប្អូនបើសិនជាអាហារពេលផឹកបងប្អូនអាចញ៉ាំជាមួយនឹងទឹកខ្មេះប៉ោមចាបងប្អូនលាយចិត្តមកសភាទៅហើយជាមួយនឹងទឹកមួយកែវវិញធំដែរអញ្ចឹងណាបងប្អូនដោយសារយើងមានទម្ងន់អញ្ចឹងកុំឲ្យជូរខ្លាំងពេកបងប្អូនញ៉ាំប្រហែលជា50%ចាំញ៉ាំជាមួយនឹងទឹកខ្មេះប៉ោមតិចរហូតដល់យើងញ៉ាំអាហារអស់ចឹងណាបងប្អូនញ៉ាំបែបហ្នឹងគឺស្ករអត់សូវឡើងទេបងប្អូនមុននឹងនេះខ្ញុំញ៉ាំនេះខ្ញុំធ្វើតែទៅគឺឡើងតិចមែនតើមុនញ៉ាំយើងដូចជា80ពេលញ៉ាំហើយ2 ម៉ោង8ឲ្យយើងតេស្តទៀតអញ្ចឹងពេលដែលយើងញ៉ាំជាមួយនឹងទឹកខ្មេះប៉ោមហើយយើងតេស្តម្ដងទៀតហ្នឹងគឺឡើងខំតែ10ទៅ14ទេហើយយើងញ៉ាំបានផ្លែឈើមួយចាញ៉ាំដូចជាប៉មឬក៏សេរីមួយអញ្ចឹងណាហើយនេះខ្ញុំញ៉ាំជាមួយនឹងសាច់មាន់ចាធុងមាន់ញ៉ាំប្រហែលជា150 ក្រាមអញ្ចឹងទៅហើយនឹងបន្លែមានច្រើនប្រភេទចាហើយបាយវិញខ្ញុំញ៉ាំជាមួយនឹងអង្ករសម្រូបហើយអង្ករសម្រូបគឺខ្ញុំញ៉ាំ4 សភាបាយទៅ5 សភាបាយចាបើសិនជាយើងញ៉ាំជាមួយនឹងអង្ករសគឺឡើងស្កររៀងច្រើនប៉ុន្តែបើយើងញ៉ាំជាមួយនឹងអង្ករសម្រូបវារៀងអត់សូវឡើងទេបងប្អូនចាគឺយើងបដូរអាហារបែបហ្នឹងមកគឺនឹងខ្ញុំញ៉ាំបានច្រើនជាងមុនចាហើយឆ្អែតជាងមុនហើយស្ករវិញគឺឡើងតិចមែនតើកាលមុនហ្នឹងខ្ញុំញ៉ាំតិចទេប៉ុន្តែស្ករឡើងខ្លាំងបងប្អូនមុននឹងញ៉ាំ80ញ៉ាំឲ្យឡើង131ហើយញ៉ាំបានតែបាយស4 សភាបាយហើយសាច់មាន់ប្រហែលជាកន្លះខាំហើយជាមួយនឹងទឹកស៊ុបអីតិចតួចហើយផ្លែឈើអត់ហ៊ានញ៉ាំទៀតបងប្អូនបែរជាឡើងដល់131តែឥឡូវវិញញ៉ាំបានមួយឆ្អែតហើយញ៉ាំជាមួយនឹងផ្លែប៉មមួយទៀតចាហើយគឺអត់ឡើងទេឡើងធម្មតាញ៉ាំហើយ2 ម៉ោងមិនគេឲ្យយើងពិនិត្យឡើងតែ104ចា107 100អីអស់ហើយញ៉ាំបានច្រើនជាងមុនឆ្អែតជាងមុនហាក់សូវឡើងទេពេលដែលយើងញ៉ាំទឹកខ្មេះប៉ោមជាមួយនឹងអាហារហ្នឹងគឺដូចជួយទប់ស្កាត់ជាតិស្ករក្នុងឈាមយើងអត់ឲ្យឡើងបើយើងបងប្អូនពេលដែលនឹងខ្ញុំសាកល្បងគឺថាខុសគ្នាជាមួយនឹងយើងអត់ញ៉ាំរបស់ជូរបើសិនជាបងប្អូនញ៉ាំអត់ញ៉ាំជាមួយនឹងទឹកខ្មេះប៉ោមគឺឡើងច្រើនប៉ុន្តែពេលដែលញ៉ាំជាមួយនឹងទឹកខ្មេះប៉ោមចាគឺអត់សូវឡើងខ្លាំងទេឡើងធំតែស្ករ15អីអញ្ចឹងឯងអញ្ចឹងបងប្អូនបើសិនជាអត់មានទឹកខ្មេះប៉ោមទេបងប្អូនអាចញ៉ាំជាមួយនឹងទឹកក្រូចឆ្មាក៏បានដែរទឹកក្រូចឆ្មាមួយចំណិតអញ្ចឹងទៅហើយទឹកមួយកែវដូចគ្នា